ថ្មីបាងមកដល់ប្រទេសអង់គ្លេសបានមួយសប្តាហ៍បាត់ហើយថ្ងៃនេះខ្ញុំពេលកៅរៀងផ្លូវការដោយសារខ្ញុំមានម៉ោងចូលរៀនផងហើយចេញពីរៀនខ្ញុំត្រូវទៅជួបប្រជុំមួយគ្រូរបស់ខ្ញុំដើម្បីពិភាក្សាពី project ស្រាវជ្រាវរបស់ខ្ញុំហើយគ្រប់ពេលដែលខ្ញុំមកដល់អគារសាលានោះខ្ញុំតែងតែចង់ថតរូបអ្នកទាំងអស់គ្នាដោយសារវាស្អាតមែនតើនិយាយទៅចំពោះអ្នកផ្សេងដែលគេធ្លាប់មកប្រទេសអង់គ្លេសប្រហែលជាគេគិតថាអគារទាំងអស់ហ្នឹងវាសាមញ្ញតែសម្រាប់ខ្ញុំនេះជាលើកទី1ដែលខ្ញុំមកដល់ប្រទេសអង់គ្លេសមកដល់ផ្នែកខាងអឺរ៉ុបហើយមកដល់សាលា Manchester ផ្ទាល់ហើយខ្ញុំស្រឡាញ់អគារសាលាហ្នឹងមែនតើអ្នកទាំងអស់គ្នាគឺវាស្អាតខ្លាំងហើយមកចំពេលរដូវស្លឹកឈើប្រែពណ៌ទៀតនិយាយទៅវាចិត្តដល់ខែល្ងាដល់ពេលអញ្ចឹងស្លឹកឈើចាប់ផ្ដើមប្រែពណ៌ទៅជាពណ៌លឿងតិចពណ៌ក្រហមតិចពណ៌តក្រួយតិចវាស្អាតមែនតើសម្រាប់ខ្ញុំមានអារម្មណ៍ថាដូចធ្លាប់មើលរឿងណាអ្នកទាំងអស់គ្នាដល់ពេលខ្ញុំវាដូចនៅក្នុងរឿងអញ្ចឹងអគារហ្នឹងណាហើយទេសភាពខាងក្នុងគឺស្អាតស្លឹកឈើនិយាយទៅគ្រាន់តែស្លឹកឈើជ្រុះហ្នឹងក៏ខ្ញុំស្រឡាញ់ដែរដោយសារវាត្រជាក់ភ្នែកហើយទេសភាពវាស្រស់ស្អាតមែនតើហើយនេះគឺជាទេសភាពនៅខាងក្នុងសាលាហើយបើនៅខាងក្រៅអគារសាលាវិញគឺធំអ្នកទាំងអស់គ្នាបរិវេណសាលាហ្នឹងគឺធំមែនតើនេះគ្រាន់តែជាអគារខ្លោងទ្វារធំឯអ្នកទាំងអស់គ្នានៅមានអគារផ្សេងទៀតដែលមានទូនាទីផ្សេងគ្នាមានតាំងពីអគាររដ្ឋបាលអាហារដ្ឋានមានតាំងពីអគារសម្រាប់សិស្សថ្នាក់បញ្ញាបត្រអនុបណ្ឌិតអីអញ្ចឹងទៅហើយអ្នកដើរទាំងអស់ហ្នឹងគឺសិតតែជាសិស្សអ្នកទាំងអស់គ្នាភាគច្រើនសិស្សពេលដែលមកសាលាគឺពួកគាត់ដើរពួកអន្តេសិស្សក៏នៅក្បែរនឹងដែរអ្នកទាំងអស់គ្នាអន្តេសិស្សប្រហែលជាខ្ទង់20នាទី15នាទីអីទេពីអគារសាលាអញ្ចឹងទាំងខ្ញុំទាំងគេគឺដើរមករៀនឬក៏ជិះឡានក្រុងអត់សូវមានអ្នកជិះឡានផ្ទាល់ខ្លួនអីទេហើយនៅក្បែរសាលាហ្នឹងក៏មានសួនសម្រាប់ឲ្យយើងអង្គុយអានសៀវភៅអានអីចឹងទៅហើយហ្នឹងហើយអ្នកទាំងអស់គ្នាហើយខ្ញុំក៏នៅអន្តេសិស្សដែរដែលចម្ងាយប្រហែលជា20នាទីពេលមកសាលាអញ្ចឹងក៏ខ្ញុំក៏ដើរមកដែរដោយសារកាសធាតុវាអំណោយផលដែរអញ្ចឹងណាហើយនៅអគារមួយតែងតែភ្ជាប់ទៅនឹងកន្លែងសិស្សរៀនអីចឹងអាហារដ្ឋានហើយនិយាយហត់ពេកចូលញ៉ាំអីសិននឹងទិញផ្លែឈើនៅតាមផ្លូវដើរមកផ្ទះវិញទុកញ៉ាំពេលយប់មានតែប៉ុណ្្នឹងទេអ្នកទាំង